ជំនួសមួយទៀតជំរាបសួរលោកគ្រូខ្ញុំអាយុ65ឆ្នាំខ្ញុំទៅអេកូមើលគាត់មានលាថ្លើមប្រភេទ B គាត់ទៅអេកូមើលសាច់ថ្លើមគាត់វាអត់ល្អវាគ្រើមតើខ្ញុំគួរព្យាបាលឬក៏មិនព្យាបាលព្រោះមុខងារថ្លើមអីធម្មតាទេអត់ជាធម្មតានឹងត្រូវគួរប្រឹក្សាជាមួយគ្រូពេទ្យត្រូវការព្យាបាលឬក៏អត់បងអាយុ65ឆ្នាំត្រូវការព្យាបាលជាចាំបាច់ទោះមុខងារថ្លើមវាមិនឡើងក៏ដោយវាល្អអីទាំងអស់ក៏ដោយប៉ុន្តែសាច់ថ្លើមវាមានបញ្ហាសាច់ថ្លើមដែលតាក់ទងជាមួយនឹងគ្រើមហ្នឹងណាអាហ្នឹងវាអាចតាក់ទងជាមួយនឹងមេរោគនៅក្នុងថ្លើមរបស់យើងដែលវាមិនធ្វើឲ្យយើងតមចំណីអាហារតមស្រាតមអីហ្នឹងវាមិនឲ្យគ្រោះថ្នាក់ដល់សាច់ថ្លើមទេប៉ុន្តែមេរោគវាអត្តទៅលើសាច់ថ្លើមអាចធ្វើឲ្យគ្រើមអញ្ចឹងដែរគ្រើមវាចាប់ផ្ដើមទៅជាសេរ៉ូវ៉ៃវានៅក្នុងដំណាក់កាលបើយើងមិនព្យាបាលរបស់វាមិនទប់វាទេមិនទប់សាច់មិនទប់ធ្វើឲ្យអស់មេរោគហ្នឹងទេវានឹងមានបញ្ហាការមិនឡើងត្រង់សាមានណាមិនឡើងមុខងារថ្លើមមិនកំណត់ថាយើងអត់មានមេរោគក្នុងថ្លើមទេយើងទៅរាប់មេរោគអត់ឃើញមែនក៏មិនកំណត់ថាយើងអត់មានមេរោគដែរវាអាចមេរោគនៅក្នុងសាច់ថ្លើមយើងអាចរាប់វាបានចឹងទៅវាអត្តជាមួយនឹងសាច់ថ្លើមធ្វើឲ្យថ្លើមនោះវាមានគ្រើមអញ្ចឹងទៅដាច់ខាត់គឺយើងចាប់ពីអាយុ50ឆ្នាំឡើងទៅទោះវាមិនមានបញ្ហាក៏ត្រូវតែលាបថ្នាំដែរអត់មានត្រូវការចាក់ចងអីទេគ្រាន់តែយើងចំណាយលុយចឹងទៅបើតាក់ទងមួយសមាគមប្រយុទ្ធជាមួយនឹងជំងឺថ្លើមវាចំណាយតិចចឹងណាបើយើងមានលុយតាមពេទ្យឯកជនក៏បានដែរអត់អីទេគេមានឡាបគេមានអេកូគេមានfibroscan គេមានអី scan អីចឹងបើយើងមានបញ្ហាថាវាមានដុំមានអ៊ីនូឌីលនៅខាងក្នុងថ្លើមគេអាច scan វើចឹងណាហើយធ្វើម៉េចក្នុងការព្យាបាលហ្នឹងធ្វើម៉េចក្នុងកំឡុងមួយឆ្នាំអត្តវាធ្វើម៉េចឲ្យមេរោគឲ្យវារាប់នៅអានិធិចរហូតឲ្យវារាប់ទៅនៅក្រោម normal អាហ្នឹងបានជួយសាច់ថ្លើមបានសាច់ថ្លើមវានឹងវិវត្តមកខ្លួនវាឲ្យមកល្អឡើងវិញ